ហើយបើសិនមកទាំងអស់គ្នាថ្ងៃនេះយើងមក reaction ទៅបទ allergy ទៅបើតម្លាក់ថ្មីបទ flashback បទនេះខ្ញុំរងចាំយូរមកហើយតាំងពី podcast របស់បងរៀនថតឥឡូវគាត់បានតម្លាក់មកហើយចាំមើលថា lyric មកយ៉ាងម៉េចដែរហើយ let's go ស្ដាប់ជាមួយគ្នាខ្ញុំចាំបទនេះយូរហើយមែន podcast ចេញយូរហើយจับตัวគ្នាដូចបងប្អូនមិនដែលចង់ងាយទេពេលខ្លះបាយមួយទិញចំចែកចិនជាដល់មកតែគ្រប់គ្នាចានខ្ញុំគ្រាន់តែចង់រំលឹងព្រោះនឹងថ្ងៃចាំ5កើតហើយគ្រប់គ្នាស្វាគមន៍ទទួលវេលាខ្ញុំដួលវាបាត់ទឹកចិត្តចាត់ទុកទីនេះជាផ្ទះខ្ញុំស្គាល់អារម្មណ៍មួយហៅថាមិនទាំងមុំញញឹមដាក់គ្នាមើលថាដូចបងប្អូនបង្កើតយើងខ្លះគុំសតគុំរត់រំតែមានថ្ងៃលយឆាតបោកក្រោយទៅថ្ងៃដំបូងជាថ្ងៃដែលខ្ញុំឡើងមកភ្នំពេញខ្ញុំអត់តមានមិត្តភក្តិគឺមានតែអ្នកខ្ញុំជួយបំពេញអរគុណអ្នកទាំងអស់គ្នា flow របស់ allergy លយមែនទេលក្ខណៈ flow គាត់ចេញមក unique ហើយទៅ smooth ហើយ like ប្រហែលនឹងនិយាយអ្នកអស់ឲ្យស្ដាប់យល់ហើយ flow គាត់ខ្ញុំអាចនិយាយថា one of my favorite flow yeah ខ្ញុំខ្លាចជាអ្នកដែលពេញលេញ Shout out my man me see first time ជួបគ្នាយើង featuring មិនភ្លេចមកប្រាដរ៉ាក់ទីថមី DC នឹងអាសាចាំច្បាស់ថ្ងៃមួយជួបជុំមិនតបពីខ្ញុំចេញពីសាលាជួយចែកនិយាយគ្នាលេងមិនខ្វល់ថាក្មេងនេះមកពីណាគេឆ្ងល់មិនអត់តន់គេព្រោះតែពួកយើងសងងធ្វើការមនុស្ស Lyric មានកន្លែងផ្លាស់ប្ដូរតិចតួចខ្ញុំមិនដឹងថាមានរឿងអីដែលកើតឡើងចំពោះពួកគាត់ទេខ្ញុំអត់ចង់ឲ្យរឿងហ្នឹងកើតឡើងសោះក្តីសម័យរបស់ខ្ញុំខ្ញុំនិយាយតាមត្រង់ខ្ញុំចង់ឲ្យបងវណ្ណាហើយនិងបងជាវិវិតគាត់ collab ជាមួយគ្នាចេញបនបទនៅពេលអនាគតប៉ុន្តែវាមិនអាចទៅរួចវាមានតែរឿងបែកបាក់មកបន្តទៀតខ្ញុំមិនដឹងថាមានរឿងកើតឡើងយីមែនខ្ញុំអត់ចង់ឲ្យរឿងទាំងអស់ហ្នឹងកើតឡើងទេ It feels so sad bro ចាំច្បាស់ថ្ងៃមួយជួបជុំមិនតបពីខ្ញុំចេញពីសាលាជួយចែកនិយាយគ្នាលេងមិនខ្វល់ថាក្មេងនេះមកពីណាគេឆ្ងល់មិនអត់តន់គេព្រោះតែពួកយើងសងងធ្វើការមនុស្សអ្នកទៀតចង់ឲ្យអ្នកដឹងអរគុណបងសង្ហាដែលតម្រង់ផ្លូវបើបងហាត់បងហាញចង់ឲ្យខ្ញុំចេះចង់ឲ្យខ្ញុំធ្វើត្រូវប្រាខ្ញុំពីមក fall ពេលខ្លះ phone call អូនញ៉ាំបាយនៅថ្ងៃខ្លះពីអ្នកទៅធ្វើការជិះម៉ូតូហាក្តៅចង់ក្រោយមកពីរិនយើងសងងធ្វើភ្លេង Shout out to my guy we feel like មិនពីក្មេងពេលខ្លះយើងសប្បាយពេលខ្លះការងារចង់វង្វេងទូហត់យ៉ាងណាធ្វើដើម្បីតែក្តីស្រមៃធំធេងប្រហែលគ្នាដល់ទីបញ្ចប់កុំទៅខ្វល់អ្នកណាមួយស្អប់កាន់តែធូរយើងកាន់តែសប់ Last time I go to the top កុំភ្លេចតែថ្ងៃដំបូងយើងធ្វើពីដៃតទេ See how sick លេងជុំគ្នាគ្មានអ្នកណាមួយវាវែងស្វាគមន៍ទទួលវេលាខ្ញុំដួលវាបាត់ទឹកចិត្តចាត់ទុកទីនេះជាផ្ទះខ្ញុំស្គាល់អារម្មណ៍មួយហៅថាមិនខ្ញុំគិតថាបទនេះយើងបាច់ចាំ push ណាយើងស្ដាប់ទៅយល់អត្ថន័យទាំងអស់គ្នាព្រោះវាមានន័យបង្កប់មានន័យអីលក្ខណៈត្រង់ slow ហ្មងគាត់និយាយពីអ្វីដែលគាត់ធ្លាប់ជួបពីអ្នកណាដែលធ្លាប់ជួយរបស់គាត់ទៅប៉ុណ្្នឹងទេហើយអ្វីដែល sad បន្តិចនោះគឺបាត់បង់ lyric មួយចំនួនដែលខ្ញុំបានស្ដាប់នៅលើ podcast ខ្ញុំមិនដឹងថាមានអីកើតឡើងទេបើសិនមិនណាគេដឹង please let me know bro I just want to know what's happening to them The quality and we stop កាន់តែធូរយើងកាន់តែសប់ Last time I go to the top កុំភ្លេចតែថ្ងៃដំបូងយើងធ្វើពីដៃតទេ See how sick លេងជុំគ្នាគ្មានអ្នកណាមួយវាវែងស្វាគមន៍ទទួលវេលាខ្ញុំដួលវាបាត់ទឹកចិត្តចាត់ទុកទីនេះជាផ្ទះខ្ញុំស្គាល់អារម្មណ៍មួយហៅថាមិនទាំងមុំញញឹមដាក់គ្នាមើលថាដូចបងប្អូនបង្កើតយើងខ្លះគុំសតគុំរត់រំតែមានថ្ងៃលយឆាតបោកក្រោយទៅថ្ងៃដំបូងជាថ្ងៃដែលខ្ញុំឡើងមកភ្នំពេញខ្ញុំអត់តមានមិត្តភក្តិគឺមានតែអ្នកខ្ញុំជួយបំពេញអរគុណបងសេរីខ្ញុំខ្លាចជាអ្នកដែលពេញលេញ Shout out my man me see first time ជួបគ្នាយើង featuring យើងបានឆ្លងកាប់យូរភ្លៀងតម្រាំតែមានឆាច្រៀងថ្ងៃខ្លះមានញ៉ាំថ្ងៃខ្លះយើងបាយអត់ទៀងមិនដែលហ៊ានប្រាប់នៅផ្ទះទូពេលខ្លះជិះក្រពះសុំទោសដែលយើងមានអ្នកក៏ព្រោះដែលយើងចង់ឈ្នះអរគុណក្រុមគ្នាដែលផ្ដល់សង្ឃឹមអរគុណក្រុមគ្នាឲ្យខ្ញុំញញឹមអរគុណទាំងចិនអរគុណចិនស្មោះខ្ញុំអរគុណដល់អ្នកផ្សេងទៀតដែលរៀបរាប់មិនអស់យ៉ាសលេងមកគាត់ឡើយមិនញ័រមែនគាត់ feel emotional ពេកមែនគាត់ជាងកន្លែងហ្នឹងអរគុណក្រុមគ្នាហើយគាត់ជា effect អរគុណទាំងចិនអរគុណចិនស្មោះខ្ញុំអរគុណដល់អ្នកផ្សេងទៀតដែលរៀបរាប់មិនអស់យ៉ាលឿនហ្នឹងលឿន Yeah
អ្នកទាំងអស់គ្នាបទមួយនេះវាមកស្ដាប់ដល់ lyric រៀង emotional ប៉ុន្តែ flow ហើយនឹង beat គឺអត់ emotional ទេរៀងធ្វើឲ្យយើងរៀងយកតាមបទចម្រៀងបន្តិចប៉ុន្តែ lyric រៀង emotional តាមពិតទៅហើយនឹងអត់ដឹងថាមានរឿងអីកើតឡើងរវាងពួកគាត់ទេខ្ញុំមកចង់ឲ្យរឿងហ្នឹងកើតឡើងទាំងអស់ចង់ឲ្យពួកគាត់លក្ខណៈដើរជាមួយគ្នាទៅមុខរហូតប្រៀបដូចជាការចាប់ផ្ដើមរបស់ពួកគាត់ចាប់ផ្ដើមមកល្អមួយគ្នាមែនទែនហើយប៉ុន្តែខ្ញុំក៏បានសូមបញ្ជាក់កន្លែងមួយខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏មិនសូវយល់ច្រឡំទេអ្នកខ្លះallergy ឬក៏ Lashima Cattell គាត់មានលក្ខណៈគាត់មានភាព unique របស់ពួកគាត់ល្បីឡើងមកទាំងអស់នេះមិនមែនដោយសារតែមានបងវណ្ណាគាត់ជួយទេគាត់អាចនិយាយថាបទចម្រៀងពួកគាត់ធ្វើមកគឺល្អព្រោះខ្លាំងមែនតើហើយតែម្នាក់ខ្លះក៏អាចស្គាល់ពួកគាត់តាមរយៈបងវណ្ណាដែរហ្នឹងពួកគាត់ធ្លាប់ featuring ជាមួយគ្នាហើយតាមដែលខ្ញុំគិតហើយតាមដែលខ្ញុំឃើញតាមចក្ខុវិស័យរបស់ខ្ញុំគិតថាគាត់សាងកេរ្តិ៍ឈ្មោះរបស់គាត់ឡើងនៅពេលនេះគឺដោយសារតែសមត្ថភាពរបស់ពួកគាត់អ្នកទាំងអស់គ្នាមិនអាចថាយកអ្នកណាទៅលើកគាត់ឡើងហើយតែគាត់ឡើងមកគ្មានសមត្ថភាពគាត់ធ្លាក់ទៅវិញដែរអញ្ចឹងពួកគាត់ឈរជើងសពថ្ងៃនេះបានដោយសារតែសមត្ថភាពរបស់ពួកគាត់ហើយរឿងដែលសោកស្ដាយបំផុតនោះគឺការបែកបាក់គ្នាក្នុងរង្វង់សិល្បៈដែលជាអ្វីដែលខ្ញុំមិនចង់ឃើញទេហ្មងខ្ញុំនិយាយតាមត្រង់អ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាជួយខ្ញុំបានធ្វើឲ្យបានធ្វើរឿងមួយអ្វីមួយឬក៏បបួលខ្ញុំនឹងធ្វើរឿងអ្វីមួយដែលអាចធ្វើឲ្យ legendary ទាំងពីរនេះគឺ album របស់ G David នេះគឺជា album បង Wanda ហើយនេះគឺទង់ជាតិតែខ្ញុំដាក់រូប Wanda នៅខាងលើប៉ុន្តែខ្ញុំស្រឡាញ់ពួកគាត់ទាំងពីរខ្ញុំមានសេចក្តីប្រាថ្នាមួយគឺចង់ឲ្យគាត់ featuring ជាមួយគ្នាថ្ងៃណាមួយខ្ញុំអត់ចង់ឃើញពួកគាត់បែកបាក់ទេទាំងអស់នេះខ្ញុំដឹងថាសេចក្តីស្រមៃខ្ញុំប្រហែលជាមិនអាចទៅរួចទេមើលតែខ្ញុំគិតថាបង G David គាត់បើកចិត្តជាងបង Wanda គាត់ពិបាកមែនតើគឺគាត់មានចក្ខុវិស័យរបស់គាត់ច្បាស់លាស់មែនតើខ្ញុំសង្ឃឹមថាបង Wanda នឹងទុនចិត្តបង G David ខ្ញុំគិតថាគាត់ស្រួលមែនតើគាត់ចាំបើកដៃឬក៏ចាំទៅទទួលទេណាក៏ដោយឲ្យតែចង់ featuring ជាមួយគាត់ទោះជាមានរឿងមួយគាត់ដូចជាបងអាចារ្យធំបងអីណាឥឡូវគាត់ត្រូវគ្នាវិញអស់ហើយបងខ្មែរមួយជីវិតអីឥឡូវគាត់ឡើងជួបគ្នាដែរជារឿងសិល្បៈរឿង distract មួយពីមុនវាគាត់ជាទីផ្សារធ្វើឲ្យ hip hop របស់យើងមានទីផ្សារទេដូចជាខ្ញុំអាចចាំបានថាឬក៏អ្នកទាំងអស់គ្នាអាចយល់ស្របមួយខ្ញុំឬក៏អត់ទេនៅពេលដែល hip hop របស់យើងផ្ទុះខ្លាំងនៅពេលដែល distract ហ្នឹងហើយខ្ញុំនេះក៏អានងាកមកមើល hip hop នៅស្រុកខ្មែរវិញដែរពួកខ្ញុំភាគច្រើនខ្ញុំស្ដាប់តែ hip hop នៅក្រៅប្រទេសទេប៉ុន្តែឥឡូវ hip hop ស្រុកខ្មែរយើងគឺផ្ទុះឡើងនៅពេល distract ហ្នឹងហើយ hip hop ស្រុកខ្មែរយើងមានយូរហើយមានតាំងពីបង DJ ក្តឹបមានទាំងបងនឹងវាមានយូរហើយប៉ុន្តែគាត់ថាវាផ្ទុះខ្លាំងនៅពេលដែល distract បងខ្មែរមួយជីវិតហើយនឹងបង G David ហ្នឹងហើយផ្ទុះខ្លាំងមែនតើខ្ញុំចាប់បានស្គាល់ hip hop ស្រុកខ្មែរគឺកើនឡើងខ្លាំងបន្ទាប់ពី distract ហ្នឹងហើយបន្តមកក៏មានបងវត្តដាដែលគាត់ធ្វើឲ្យ hip hop កាន់តែអស្ចារ្យជាងមុនទៀត Yeah that's it អ្នកទាំងអស់នេះ